បាទជំរាបសួរបងប្អូនទាំងអស់គ្នាជាពិសេសបងដែលជាអ្នកដាំម្ទេសវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនអំពីថ្នាំសម្រាប់ព្យាបាលទៅលើបញ្ហាផ្លែម្ទេសស្អុយហើយក៏អាចព្យាបាលបានទៅលើស្លឹកម្ទេសដែលមានបញ្ហាក្រហមរួញច្រាស់របៀបច្រាស់ស៊ីបងប្អូនបាទលក្ខណៈក្រិនស្លឹកមិនរលោងមិនភ្លឺបាទហើយផ្លែមកចេះតែមានស្អុយមិនជាប់អញ្ចឹងទៅហើយក្នុងវីដេអូនេះដោយសារតែបងប្អូនមួយចំនួនធំគាត់បាញ់ត្រូវអញ្ចឹងគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូមួយទៀតពាក់ព័ន្ធជាមួយនឹងថ្នាំដែលអាចបាញ់ឲ្យម្ទេសហ្នឹងជាប់ក្តឹបជាប់ផ្កាឲ្យវាបានច្រើនជំនួយផ្លែឲ្យបានធំថ្លោះបាទអញ្ចឹងដូច្នេះថ្ងៃនេះខ្ញុំមានប្រភេទថ្នាំពីរប្រភេទសម្រាប់បង្ហាញជូនបងប្អូនដែលប្រភេទថ្នាំទី1នោះគឺជាប្រភេទថ្នាំសម្រាប់បាញ់ព្យាបាលទៅលើផ្លែនិងស្លឹកដែលដូចនៅក្នុងវីដេអូមុនដែលខ្ញុំបានធ្វើហើយអញ្ចឹងបងប្អូនថ្នាំនេះគឺយើងបាញ់មួយអាទិត្យម្ដងសម្រាប់ព្យាបាលផ្លែស្អុយស្លឹកវាក្រៀមក្រហមកញ្ញាញអញ្ចឹងណាបងប្អូនបាទយើងបាញ់តែមួយអាទិត្យយើងឃើញថាស្លឹកនិងផ្លែប្រែមកមានសភាពស្រស់ថ្លាហើយកាត់បន្ថយស្អុយហើយមានសភាពរលោងបាទហើយទី2ទៀតជាប្រភេទថ្នាំពៅសម្រាប់ជំនួយដល់ក្តឹបម្ទេសនិងផ្លែម្ទេសត្រួយម្ទេសជាដើមពេលដែលបាញ់ទៅធ្វើឲ្យផ្លែម្ទេសនិងក្តឹបនិងត្រួយហ្នឹងវាលូតលាស់ល្អវាជាប់វាមិនជ្រុះបាទសម្រាប់បងប្អូននៅខែក្តៅតែងតែមានបញ្ហាម្ទេសផ្លែមកមិនជាប់ចេះតែជ្រុះផ្កាជ្រុះក្តឹបហ្នឹងបងប្អូនអាចប្រើប្រភេទថ្នាំទាំងពីរនេះចូលគ្នាបានបាទហើយចំពោះការបាញ់គឺយើងបាញ់រៀងរាល់មួយអាទិត្យម្ដងហើយសម្រាប់លទ្ធផលយើងឃើញតាំងពីយើងបាញ់បានមួយអាទិត្យដំបូងបងប្អូនបានតបពីយើងបាញ់បានមួយអាទិត្យពីរអាទិត្យ3អាទិត្យមានន័យថាបាញ់បាន2ទៅ3ដងកាន់តែកាត់បន្ថយអត្រាស្អុយផ្លែនឹងបានច្រើនការនឹងក្តឹបក៏កាត់បន្ថយជ្រុះច្រើនដែរវាជាប់ច្រើនហើយម្ទេសយើងមើលទៅវាស្រស់ស្អាតជាងពេលដែលយើងមិនទាន់បាញ់ទេបងប្អូនបាញ់អញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការចង់បានថ្នាំសម្រាប់យកទៅបាញ់ព្យាបាលម្ទេសបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅលើវីដេអូនេះស្រាប់ឬចូលទៅក្នុង Telegram ដែលខ្ញុំនឹងទម្លាក់ link នៅក្នុង comment ខាងក្រោមបាទអញ្ចឹងអរគុណសម្រាប់ការទេសនាវីដេអូមួយនេះជួបគ្នាជាមួយខ្ញុំបាទនៅក្នុងវីដេអូក្រោយៗទៀតអំពីថ្នាំកសិកម្មអរគុណជម្រាបលា